ករណីហិង្សាលើផ្លូវភេទបានសម្លាប់និងធ្វើបាបជនរងគ្រោះជាច្រើនអ្នកពេញផ្ទៃប្រទេសតែទោះជាយ៉ាងនេះក្តីក៏តុលាការខ្មែរក្រហមដែលសប្តាហ៍ថ្ងៃជាតុលាការតែមួយគត់ដោះស្រាយលើអក្រិតកម្មក្នុងរបបខ្មែរក្រហមមិនបានបញ្ចូលករណីនេះក្នុងការស៊ើបអង្កេតរបស់ខ្លួនឡើយក្នុងគោលបំណងបំពេញភាពខ្វះខាតដែលតុលាការនេះមិនអាចផ្ដល់ឲ្យជនរងគ្រោះបានអង្គការក្រមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបង្កើតវេទិកាមួយដែលអនុញ្ញាតឲ្យជនរងគ្រោះនិងសាក្សីផ្ទាល់អាចទទួលបាននូវយុត្តិធម៌ផ្លូវចិត្តតាមរយៈការនិយាយចេញជាសាធារណៈយើងគិតថាបើសិនជាគាត់និយាយចេញមកហើយយើងបានធ្វើឲ្យគាត់ធូរស្បើយអាចគេហៅយុទ្ធផ្លូវចិត្តរបស់គាត់ត្រូវបានយើងទាំងអស់គ្នាទទួលស្គាល់ថានៅក្នុងរបបនឹងពិតជាមានអំពើហិង្សាចឹងមែនហើយយើងទាំងអស់គ្នាមានការចូលរួមចំណែកទទួលស្គាល់នៅការជួយចាប់របស់គាត់គេធ្វើបាបខ្ញុំហើយមិនដឹងគេទៅណាអស់អញ្ចឹងហើយអ្នកទៅមួយខ្ញុំក៏មិនដឹងទៅណាខ្ញុំវានឹងវាកន្លែងណាលោកគ្រូវាកាត់ព្រៃចិត្តដើរបន្ទាប់ពីយើងបានទទួលការ confirm អះអាងពី panel គណៈវិនិច្ឆ័យថាចូលរួមហើយទាំងខ្មែរទាំងបរទេសយើងទៅងាកទៅរកជួបជនរងគ្រោះឬក៏សាក្សីដើម្បីឲ្យគាត់ចូលរួមនៅក្នុងកម្មវិធីនេះគឺយើងរើសបាន5នាក់នៅក្នុងនោះមានស្ត្រី4នាក់បរិសម្នាក់ជាសាក្សីផ្ទាល់ភ្នែកហើយនឹងជាជនរងគ្រោះផ្ទាល់ហើយយើងមានកម្មវិធីទៅជួបគាត់នៅឯភូមិគាត់នៅឯផ្ទះគាត់ដើម្បីសុំសម្ភារសុំការអនុញ្ញាតសុំការយល់ព្រមពីគាត់ឲ្យបញ្យល់គាត់ឲ្យយល់ថាយើងធ្វើអីខ្លះគាត់នឹងត្រូវធ្វើអីខ្លះឲ្យគាត់យល់ពីហេតុផលទាំងអស់នោះបានយើងសម្ភារគាត់បាទតែមិនមែនទៅយើងមិនមែនត្រឹមតែទៅសុំគាត់នៅពេលនេះយើងបានសុំគាត់ពីមុនរួចម្ដងហើយគាត់យល់រួចម្ដងហើយយើងទៅទុកពេលឲ្យគាត់គិតឲ្យពួកគាត់គិតបុគ្គលអាចផ្លាស់ប្ដូរគំនិតនៅពេលណាក៏បានដែរគ្រាន់តែប្រាប់មកយើងអញ្ចឹងយើងតាក់ទងទៅគាត់សារជាថ្មីគាត់នៅតែស្ម័គ្រចិត្តនិយាយរឿងនឹងដដែលបានន័យថាឲ្យគាត់ដឹងថាគាត់និយាយជាសាធារណៈរឿងរបស់គាត់និយាយជាសាធារណៈអញ្ចឹងគាត់ស្ម័គ្រចិត្តគាត់ពេញចិត្តរឿងការនិយាយមានសេចក្តីក្លាហានក្នុងការនិយាយនោះក៏អត់ហើយយើងបានប្រាប់ទៅគាត់ថាអាចមានភ្ញៀវបរទេសអាចមានអីចូលរួមច្រើនអញ្ចឹងជំរឿសមួយទៀតយើងប្រាប់ទៅគាត់ថាគាត់អាចគ្រាន់តែនិយាយជាតែសម្ដីមកគាត់អាចលាក់អត្តសញ្ញាណរបស់ឈ្មោះគាត់អីបានតែកន្លងមកនេះយើងបានដឹងការស្ម័គ្រចិត្តរបស់គាត់ស្ម័គ្រចិត្តនិយាយតែម្ដងគាត់អត់បាច់ថាលាក់ទេគាត់ថាត្រូវគាត់ចង់និយាយឲ្យគេដឹងអញ្ចឹងយើងបានទទួលព័ត៌មានយ៉ាងដូចនេះសេចក្តីមកវិញការនិយាយរបស់គាត់គឺការនិយាយដោយស្ម័គ្រចិត្តអត់មានការបង្ខិតបង្ខំទេហើយគាត់ត្រូវតែយល់រឿងទាំងអស់ហ្នឹងហើយយើងបើកចំហថាគាត់មានឱកាសដកខ្លួននៅម៉ោងណាក៏បានដែរករណីហិង្សាផ្លូវភេទនៅសាលាក្តីខ្មែរក្រហមមានតែរឿងការបង្ខំឲ្យរៀបការមួយទេដែលតុលាការយកមកពិចារណាហើយយើងក៏មិនដឹងថាតើវាសនាពួកគាត់ជាដើមមិនដឹងរដ្ឋប្រវេណីនៅក្នុងរឿងបង្ខំឲ្យរៀបការនោះដំណើរការទៅមុខទៀតយ៉ាងណាអាហ្នឹងរឿងទី1ចំពោះរឿងដែលករណីរំលោភផ្សេងទៀតត្រូវតុលាការអត់បានយកមកពិចារណាដោះស្រាយចឹងហើយបានយើងធ្វើជាវេទិកានេះឡើងគេហៅវេទិកាសម្លេងការពិតដើម្បីស្ត្រីនៅក្នុងរបបខ្មែរក្រហមនេះឯងក្នុងនាមអ្នកស្រីជាជនរងគ្រោះម្នាក់ដែលសេសសល់ពីរបបខ្មែរក្រហមក្នុងករណីរឿងរំលោភហើយនឹងសម្លាប់នឹងថាតើមានកត្តាអ្វីខ្លះដែលជំរុញឲ្យអ្នកស្រីហ៊ាននិយាយរឿងពិតដែលអ្នកស្រីខំប្រឹងលាក់ខំប្រឹងកិច្ចអស់រយៈពេលជិត30ឆ្នាំមកហើយអ្នកពេលនេះអ្នកស្រីហ៊ាននិយាយនៅក្នុងវេទិកាថ្ងៃនេះនេះជាច្បាប់ដែលខ្ញុំអាចហ៊ាននិយាយខ្ញុំសង្ឃឹមថាច្បាប់នឹងគ្រប់គ្រងខ្ញុំច្បាប់នឹងរកយុត្តិធម៌ឲ្យខ្ញុំច្បាប់នឹងជួយលើកទឹកចិត្តអ្នកជនរងគ្រោះក្រៅពីច្បាប់ខ្ញុំអត់និយាយក្នុងច្បាប់ក៏ខ្ញុំនិយាយតែអ្នកណាមួយដែលខ្ញុំទុកចិត្តដែលខ្ញុំហ៊ាននិយាយការពិតដល់ខ្ញុំហើយខ្ញុំសូមដាំផ្ញើទៅអង្គការពិភពលោកថារឿងនេះជារឿងពិតសូមលោកមេត្តាទទួលស្គាល់និងជួយ
ជនរងគ្រោះដូចជារូបខ្ញុំរស់នៅតាំងពីគេបកាចិញ្ចឹមចៅរស់យ៉ាងវេទនាបំផុតក្រុមអ្នកច្បាប់ចុះទៅដល់ផ្ទះនាងខ្ញុំជួយលើកទឹកចិត្តជួយផ្ដល់ទឹកចិត្តរហូតដល់នាងខ្ញុំអស់ចិត្តហ៊ានលាតត្រដាងការពិតបើខ្ញុំលាក់ការពិតអង្គការក្រៅរាជរដ្ឋាភិបាលគាត់មិនបានដឹងឬក្មេងខាងក្រោយក៏គាត់មិនបានដឹងការពិតនៅក្នុងរបបនោះវាសាហាវប៉ុណ្ណាចាសូមអរគុណអ្នកស្រីចាអ្នកស្រីយល់យ៉ាងណាដែរចំពោះអ្នកដែលប្រព្រឹត្តអំពើអាក្រក់ចំពោះអ្នកស្រីបើអ្នកនោះរស់រានមានជីវិតបើអ្នកនោះរស់រានមានជីវិតហើយក៏ខ្ញុំស្គាល់ច្បាស់ខ្ញុំនឹងជម្រាបដល់ច្បាប់ឲ្យច្បាប់ចាប់មកផ្ដន្ទាទោសនៅអំពើដែលវាប្រព្រឹត្តមកលើខ្ញុំបើច្បាប់ឲ្យខ្ញុំសម្លាប់ក៏ខ្ញុំហ៊ានសម្លាប់ដែរអ្នកគ្រូចាសូមអរគុណក្រោយពេលដែលអ្នកស្រីទទួលរងនៅការចាប់រំលោភហើយសម្លាប់ប៉ុន្តែសំណាងល្អអ្នកស្រីបានរស់រានមានជីវិតចាខ្ញុំចង់ជម្រាបសួរថាតើបញ្ហាសុខភាពផ្លូវកាយអ្នកស្រីរហូតដល់បច្ចុប្បន្នតើអ្នកស្រីមានបន្សល់ទុកអីខ្លះចាក្នុងខ្លួនខ្ញុំសពថ្ងៃនេះខ្ញុំឈឺក្បាលខ្ញុំឈឺបើខ្ញុំឈឺក្បាលភ្នែកខ្ញុំឡើងឈាមទាំងអស់ហើយដៃខ្ញុំដេញវាចងរឹតនឹងខ្ញុំឈឺតាមនឹងហើយភ្លើខ្ញុំហើយខ្លួនខ្ញុំដេញវាធ្វើនឹងក្នុងខ្លួនខ្ញុំនឹងបើត្រូវថ្ងៃណាឈឺសឹងក្បត់មកកណាត់ហើយបើត្រូវថ្ងៃណាដេញវាឈឺខ្លាំងទៅគឺខ្ញុំបាត់ជើងអីចឹងមកទៅនឹងចេញសិតតែឈាមហើយនឹងខ្ទុះចាក្នុងខ្លួនខ្ញុំសពថ្ងៃខ្ញុំឈឺមិនទាន់ជាសះស្បើយអីទេចាសូមអរគុណចាក្នុងនាមអ្នកស្រីជាជនរងគ្រោះដែលរស់រានមានជីវិតសល់ពីការរំលោភនិងសម្លាប់ក្នុងរបបខ្មែរក្រហមតើអ្នកស្រីមានសំណុំពរអ្វីខ្លះទៅកាន់សាលាក្តីខ្មែរក្រហមដែលកំពុងតែដំណើរការនៅពេលនេះចាគឺខ្ញុំសំណុំពរសាលាក្តីខ្មែរក្រហមគឺខ្ញុំដែលជន់ល្មើសធ្វើមកលើរូបខ្ញុំក្តីមកលើអ្នករងគ្រោះទាំងអស់គ្នាដោយខ្ញុំក្តីកុំឲ្យរួចខ្លួនឲ្យសោះសូមអរគុណចាចំពោះរាជរដ្ឋាភិបាលតើអ្នកស្រីសំណុំពរអ្វីខ្លះដែររាជរដ្ឋាភិបាលគឺខ្ញុំសំណុំពរឲ្យជួយជន់រងគ្រោះកុំឲ្យមានអំពើនឹងតទៅមុខទៀតចាជាបន្តទៅទៀតនេះខ្ញុំចង់សួរអ្នកស្រីតាក់ទងទៅនឹងបញ្ហាផ្លូវចិត្តរបស់អ្នកស្រីព្រោះអ្នកស្រីបានឃើញរឿងរន្ធត់ដល់ទៅ2ដងអញ្ចឹងតើនៅពេលដែលអ្នកស្រីបានជួបរឿងបែបនេះអ្នកស្រីមានអារម្មណ៍យ៉ាងម៉េចដែរខ្ញុំមានអារម្មណ៍តែខ្លាចតែម្ដងអ្នកស្រីគឺខ្លាចជាទីបំផុតឃើញមនុស្សប្រុសខ្ញុំខ្លាចមែនតែឥឡូវនេះខ្ញុំរំសាយខ្លាចច្រើនប្រហែលជា 30% ហើយចំពោះរឿងបរិបរៈចុះអ្នកស្រីមានចំពោះគំនិតអ្នកស្រីផ្ទាល់អ្នកស្រីយល់យ៉ាងណាដែរចំពោះអ្នកប្រព្រឹត្តនេះគឺសាហាវខូខើជាទីបំផុតមនុស្សគ្មានខួរបង្កើតដោយសាហាវព្រៃខ្សៃរកអ្វីគ្រីប្រតិមបានទេអ្នកស្រីចាសូមអរគុណខ្ញុំសូមអំពាវនាវទៅដល់អស់លោកស្រីទាំងអស់ទូទាំងពិភពលោកមិនមែនតែប្រទេសកម្ពុជាទេស្ត្រីគឺជាមេដារបស់មនុស្សគ្រប់នៅលើโลกនេះទាំងបុរសទាំងស្ត្រីខ្ញុំសូមអង្វរហើយអង្វរទៀតកុំប្រព្រឹត្តឲ្យសោះនៅអំពើអាហាភាអំពើជួងខ្នងបែបនេះខ្ញុំមើលនឹងភ្នែកខ្ញុំឃើញសាហាវជាងសត្វសាហាវជាងអ្វីទាំងអស់ដូច្នេះអស់លោកស្រីទាំងអស់គួរពិចារណាថាបើគេធ្វើបាបមកលើរូបយើងម៉ែយើងប្អូនយើងតើយើងចុកចាប់ប៉ុណ្ណាដូច្នេះនាំគ្នាពួនដៃគ្នាឡើងលុបបំបត្តិ
ទាំងបរោះទាំងស្ត្រីបើបរោះរឹតតែពិសេសទៅទៀតហើយសូមអស់លោកទាំងអស់ជឿជាក់លើខ្លួនឯងហើយជួយដល់ជនរងគ្រោះបើឃើញហើយនៅកន្លែងណាទោះអតីតកាលនិងបច្ចុប្បន្នក្តីទៅអនាគតកាលក្តីគឺសូមពួតដៃគ្នាជួយខ្ញុំមើលទៅវាឈឺចាប់ណាស់ចុកចាំណាស់វាឈឺផ្សាណាស់ I'm now going to also invite to the podium as a witness, an expert witness, Silke Sudinsky, who is one of the lawyers who's been working with the civil parties, trying in some cases to bring these cases forward to the ECCC. At the ECCC, we have only senior leaders and most responsible who can be prosecuted. So that means the perpetrators on the ground who testified here, identified, these perpetrators, immediate perpetrators, cannot be prosecuted in this court. Which means that the cases that we have heard today of civil parties, Ms. Liang Klon and Ms. Nit Savun, these cases would not be part of this investigation or would not be part of this trial because they're not linked to one of the security centers. They occurred elsewhere but not in these centers. So they are from this point already excluded from the agenda of the court. Well, today the panel recommended to ECCC to include the crimes of Khmer Rouge of sexual violence within their mandate. So we hope to see that ECCC will take up this crime of sexual violence in the court proceedings. If that is not realized, then I think the international community, like the United Nations, Office of Special Representative of the Secretary General on sexual violence during conflict, to take up the issue and create a venue, a mechanism to deal with this crime of sexual violence against women in Cambodia during Khmer Rouge period. This is a historic moment for the women who lived under the regime of the Khmer Rouge. I think it's a critical moment because it allows their voices to be heard for the first time. It allows people to understand exactly the depths of depravity, the atrocities that actually went on, and it gives the victims a voice, a way to really express themselves and for them to come to terms with some of the terrible, terrible crimes that were actually committed against them. Oftentimes, these kinds of issues are silent. I mean, we find that it is now that the stories are emerging. We're talking, over 30 years. And for the first time, it is really a shame that it's only for the first time we're hearing their voices. But it's a historic moment, and I'm so pleased that these women have come together and have now made sure that history understands exactly what happened to them.